Tôm niaរបស់លោកយាយបាបាវ៉ាន់កាពិភពលោកនឹងមានការផ្លាស់ប្ដូរដ៏ធំធេងនៅក្នុងឆ្នាំ2026នេះតោះយើងមកតាមដានទាំងអស់គ្នាតើទំនេររបស់លោកយាយគាត់បានទស្សន៍ទាយអ្វីខ្លះព្រឹត្តិការណ៍អ្វីខ្លះដែលនឹងកើតឡើងនៅក្នុងឆ្នាំ2026នេះលោកយាយបាបាវ៉ាន់កាគឺជាគ្រូទាយដ៏ល្បីល្បាញម្នាក់ហើយគាត់គឺជាជនជាតិប៊ុលហ្គារីពីការភ្នែកដ៏ល្បីឈ្មោះនឹងតែងតែទស្សន៍ទាយអំពីព្រឹត្តិការណ៍ទាំងឡាយនៅក្នុងអនាគតហើយអត្រាត្រូវគឺខ្ពស់បំផុតទោះបីជាលោកយាយបានទទួលមរណភាពកាលពីឆ្នាំ1996ក៏ដោយពេលនោះគាត់អាយុ84ឆ្នាំក៏ការទស្សន៍ទាយរបស់លោកយាយត្រូវបានគេលើកយកមកនិយាយជារៀងរាល់ឆ្នាំផងដែរខណៈឆ្នាំ2026នេះពិភពលោកនឹងមានការផ្លាស់ប្ដូរដ៏ធំសម្បើមបើតាមទំនាយរបស់លោកយាយតើទំនាយរបស់លោកយាយគាត់បានទាយអ្វីខ្លះនៅក្នុងឆ្នាំ2026នេះខាងក្រោមនេះគឺជារឿងសំខាន់ដែលលោកយាយបាបាវ៉ាន់កាទស្សន៍ទាយសម្រាប់ឆ្នាំ2026ចំណុចទី1លោកយាយបាបាវ៉ាន់កាគាត់បានទស្សន៍ទាយអំពីការទំនាក់ទំនងមនុស្សក្រៅភពការទស្សន៍ទាយដែលគេនិយាយច្រើនជាងគេបំផុតរបស់លោកយាយបាបាវ៉ាន់កាសម្រាប់ឆ្នាំ2026គឺមនុស្សអាចនឹងជួបភវៈមានជីវិតមកពីពិភពមួយផ្សេងទៀតអ្នកខ្លះថាជាយានអវកាសដ៏ធំមួយអាចចូលមកជិតផែនដីក្នុងខែវិច្ឆិកាខាងមុខនេះដែលធ្វើឲ្យមានការចាប់អារម្មណ៍ហើយក៏ធ្វើឲ្យមានការភ័យខ្លាចជាសកលផងដែរចំណុចទី2គឺនិយាយអំពីគ្រោះធម្មជាតិលោកយាយបានប្រមានអំពីបញ្ហាគ្រោះរញ្ជួយដីធំបន្ទុះភ្នំភ្លើងនិងបញ្ហាអាកាសធាតុខ្លាំងដែលអាចប៉ះពាល់ដល់ផ្ទៃដីប្រហែល7ទៅ8% នៃផែនដីជាមួយនឹងគ្រោះមហន្តរាយថ្មីដែលបន្តកើនឡើងនៅជុំវិញពិភពលោកមនុស្សជាច្រើនជឿថាការព្យាករណ៍នេះអាចក្លាយជាការពិតទី3ចំពោះសង្គ្រាមនិងចំនួនជាសកលកើនឡើងចំណុចទី3នេះគាត់ទស្សន៍ទាយថាសង្គ្រាមហើយនឹងចំនួនជាសកលនឹងកើនឡើងដោយការទស្សន៍ទាយរបស់គាត់មែនថ្មីនេះមានសង្គ្រាមរវាងប្រទេសអ៊ីរ៉ង់ជាមួយអ៊ីស្រាអែលហើយនិងអាមេរិកមានការព្រួយបារម្ភបំផុតទៅលើការទស្សន៍ទាយរបស់លោកយាយគឺការអះអាងថាសង្គ្រាមលោកលើកទី3នឹងចាប់ផ្ដើមនៅក្នុងឆ្នាំ2026នេះដែលបណ្ដាលមកពីភាពតានតឹងកើនឡើងរវាងប្រទេសមហាអំណាចជាពិសេសរវាងប្រទេសនៅភាគខាងកើតនិងលោកខាងលិចទី4អំពីឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិតដែលយើងគ្រប់គ្នាហៅថា AI ហើយបច្ចុប្បន្ននេះបច្ចេកវិទ្យា AI កំពុងតែល្បីរន្ទឺខ្លាំងមែនទែនលោកយាយបានទាយថា AI នឹងមានថាមពលកាន់តែខ្លាំងនៅក្នុងឆ្នាំ2026ដោយបានកាន់កាប់ការងារជាច្រើននិងបង្កើតក្តីព្រួយបារម្ភអំពីសិលធម៌និងសុវត្ថិភាពរបស់មនុស្សចំណុចមួយទៀតគឺការរីកចម្រើនខាងវិទ្យាសាស្ត្រអ្នកវិទ្យាសាស្ត្រអាចនឹងបោះជំហានធំឆ្ពោះទៅរកការបង្កើតសរីរាង្គសង្យោគដូចជាបេះដូងឬថ្លើមជួយឲ្យខិតទៅចិត្តការទស្សន៍ទាយរបស់លោកយាយថាការបង្កើតសរីរាង្គបែបនេះនឹងក្លាយជារឿងធម្មតានៅឆ្នាំ2026ចំណុចមួយទៀតគឺនិយាយអំពីរបបកំហើញផ្នែកវិទ្យាសាស្ត្រការធ្វើតេស្តឈាមថ្មីអាចនឹងមាននៅឆ្នាំ2026ដែលអាចរកឃើញប្រភេទផ្សេងនៃជំងឺមហារីកដំណាក់កាលដំបូងនេះមានន័យថាគ្រូពេទ្យអាចរកឃើញជំងឺមហារីកបានឆាប់ហើយអត្រាព្យាបាលឲ្យជានោះគឺលឿនជាងមុនក៏អាចជួយសង្គ្រោះជីវិតមនុស្សបានកាន់តែច្រើនផងដែរចំណុចចុងក្រោយគឺនិយាយបញ្ហាសេដ្ឋកិច្ចជាសកលដោយដែលយើងបានដឹងមកហើយថាសប្តាហ៍នេះបន្ទាប់ពីមានវិបត្តិសង្គ្រាមនៅមជ្ឈមបូព៌ាហើយនិងលោកខាងលិចផងដែរនោះពិភពលោកទាំងមូលសឹងតែគ្រប់ប្រទេសគឺមានបញ្ហាផ្នែកហិរញ្ញវត្ថុខ្លាំងមែនទែនពិភពលោកក៏ប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុនៅក្នុងឆ្នាំនេះដោយសារតែសង្គ្រាមដោយដែលបានលើកមកអញ្ចឹងហើយពាក់ព័ន្ធទៅនឹងគ្រោះធម្មជាតិផងដែរគូបញ្ជាក់ផងដែរថាទោះបីជាមិនមានភស្តុតាងច្បាស់លាស់ថាលោកយាយបាបាវ៉ាន់កាពិតជាបានធ្វើការទស្សន៍ទាយទាំងនេះក៏ដោយអ្នកមានជំនឿលើលោកយាយជឿជាក់ថាឆ្នាំ2026អាចជាឆ្នាំដែលពោរពេញទៅដោយព្រឹត្តិការណ៍ថ្មីនិងការផ្លាស់ប្ដូរធំសម្រាប់ពិភពលោកតែម្ដង